Hello បាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់ដែលនិយមជាមួយនឹង YouTube បាទហើយនឹងអ្នកដែលចូលចិត្តរកលុយជាមួយនឹង YouTube អ្នកដែលចូលចិត្តរកលុយជាមួយនឹងវិស័យអនឡាញបាទថ្ងៃនេះវិលមកជួបជាមួយខ្ញុំទៀតហើយបាទប៉ក Study ថ្ងៃនេះខ្ញុំមានចំណេះដឹងថ្មីមួយចង់បង្ហាញបងប្អូនតែមុននឹងចូលដល់ការបង្ហាញរបស់ខ្ញុំសូមបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងបើសិនជាខ្ញុំបង្ហាញទៅមានកន្លែងណាមិនគួរសមមានកន្លែងណាខុសខ្វះខាតអីសូមបងប្អូនអធិស្ឋានផងតែបើសិនជាបងប្អូនពេញចិត្តនៅវីដេអូដែលខ្ញុំបានបង្ហាញក៏សូមបងប្អូនកុំភ្លេចជួយ like ជួយ share និងជួយ comment ខាងក្រោមវីដេអូនេះផងបាទវីដេអូថ្ងៃនេះគឺខ្ញុំចង់បង្ហាញបងប្អូនអំពីការ hack like ធ្វើម៉េចឲ្យយើងផុសទៅមានអ្នក like ច្រើនខ្ញុំឧទាហរណ៍ដូចជា Facebook ខ្ញុំឯជាដើមបាទដូច Facebook ខ្ញុំជាមួយខ្ញុំចូលកន្លែង Facebook ខ្ញុំសិនបាទខ្ញុំចូលកន្លែង Facebook ខ្ញុំរងចាំបាទ Facebook ខ្ញុំគឺខ្ញុំផុសទៅខ្ញុំអត់ដែលមានfriend like ខ្ញុំច្រើនទេគឺតិចបំផុតបាទនេះ Facebook របស់ខ្ញុំបាទនេះគឺជា Facebook របស់ខ្ញុំបាទចាំមើលនេះដូចចម្រៀងដែលខ្ញុំផុសហ្នឹងអត់មានអ្នក like ទេបាទtuy vậyនេះខ្ញុំអត់មានអ្នក like ទេមានអ្នក like ខ្ញុំទេនេះបាទអត់មានអ្នក like ទេនេះមានប្រហែលម្នាក់ like ខ្ញុំបាទអានេះអ្នក like ខ្ញុំ18នាក់អ្នក like ខ្ញុំគឺវាតិចមែនតើបងប្អូនអញ្ចឹងដើម្បីធ្វើម៉េចដើម្បីយើងបាន like ច្រើនបាទយើងបិទកម្មវិធី YouTube យើងចូលទៅកន្លែង browser ចូលទៅកន្លែង Google Chrome បាទ Chrome ខ្ញុំអាន Chrome អ្នកខ្លះគេអាន Chrome បាទអូខេខ្ញុំចូលកន្លែងហ្នឹងមកអូខេខ្ញុំសូមបិទអានេះចេញបាទសូមបិទអានេះចេញខ្ញុំសូមបើក Google Chrome យើងវាយពាក្យថា like.juice សេចេះបាទយើងសេពាក្យហ្នឹងមកយើង search អធិស្ឋានបងប្អូនយើងទៅសេសារដើម like juice like juice បាទមិន like juice ទេបាទនេះគឺជាកម្មវិធីហ្នឹងបាទគឺជាកម្មវិធីហ្នឹងអញ្ចឹងបងប្អូនចង់លេងនៅក្នុងនឹងក៏បានបងប្អូនចង់ download កម្មវិធីនឹងក៏បានបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយកពាក្យ download ទៅចុះបាទរងចាំបាទនឹងខ្ញុំ download មួយហើយខ្ញុំសុំថយមកវិញខ្ញុំសុំចូលកន្លែងនេះបាទនេះបាទជារូបភាពរបស់វាបាទនឹងណាបាទ like juice ណាបាទយើងចូលកន្លែងនេះក៏បានអូខេប៉ុន្តែយើងចូលកន្លែងដែលយើង download វិញណានេះកន្លែងនេះតបមកបងប្អូន install វាឲ្យចប់បាទបន្ទាប់មកបងប្អូនបើកវាទៅបើកកម្មវិធីហ្នឹងរងចាំបាទបន្ទាប់មកទៀតបងប្អូនចុច tick កន្លែងនេះមួយរួចបងប្អូនចុចពាក្យ continue
បន្ទាប់មកវាឲ្យយើងបាទអញ្ចឹងខ្ញុំសូមលុបវីដ Facebook ចឹងខ្ញុំសូមលុបជាមួយ Facebook របស់ខ្ញុំអូខេវាឲ្យយើងវាយ email សូមវាយ email សិនវាយ password login អូខេខុស password ដែរអញ្ចឹងសូមដាក់ password អូខេពងតែ log ហើយបាទអញ្ចឹងវាកំពុងតែ log ហើយឥឡូវចុចលើវាមួយទៀត like just login បាទអញ្ចឹងបិទផ្ទាំងពាណិជ្ជកម្មបាទបងប្អូនឃើញអត់បាទមួយថ្ងៃអញ្ចឹងនេះបាន15 like បងប្អូនបាទបាន15 like អញ្ចឹងឧទាហរណ៍ដូចជាខ្ញុំសូមhack រូបរបស់ខ្ញុំមួយដាក់រូបខ្ញុំមួយចុះខ្ញុំសូមបាទខ្ញុំសូមយកអានេះចុះអូថាខ្ញុំសូមចូលមើល Facebook សិនអ្វីដែលខ្ញុំបាន like មើលណាទេអ្វីដែលខ្ញុំបាន like បាទនេះវាតែ18 like ទេជាមួយណាបងប្អូន18 like ខ្ញុំសូមយកអាហ្នឹងមិញចុច start លើវាបាទដល់ពីវាវិលចប់អញ្ចឹងយើងនឹងទទួលបាន like ភ្លាមបាទបងប្អូន hack អញ្ចឹងទៅបាទអ្នកដែលអត់មាន like បងប្អូន hack អញ្ចឹងមួយថ្ងៃបងប្អូនធ្វើទៅ2 ដង 3 ដងវាអត់ខូច account យើងទេបើយើងធ្វើម្ដង 2 ដង 3 ដងវាអត់ខូចទេកុំឲ្យតែយើងធ្វើច្រើនលើសពីហ្នឹងណាបាទហើយបងប្អូនធ្វើបែបហ្នឹងទៅយើងនឹងទទួលបាន like ច្រើនបាទនេះខ្ញុំទទួលបាន like 13 like បាទខ្ញុំទទួលបាន13 like អញ្ចឹងអានោះមិញ18 like បូកនឹងអានេះ13 like ទៀតវាឡើង31 like អញ្ចឹងឡើង31 like អញ្ចឹងបងប្អូនចូលទៅមើលកន្លែងយើងមិញណារួចបងប្អូន refresh វាមួយសិន refresh មួយសិន refresh ចោលមួយបាទបងប្អូនទាញមួយសិនទាញមកមើលទាញមកមើលបាទអូខេ31 like បាទនេះគឺជាចំណេះដឹងបន្តិចបន្តួចដែលខ្ញុំចេះអញ្ចឹងរាល់ចំណេះដឹងផ្សេងដែលខ្ញុំចេះបន្តិចបន្តួចអំពី Facebook អំពី YouTube ឬអំពីការរកលុយជាមួយនឹង online ខ្ញុំនឹងធ្វើវីដេអូបង្ហោះឲ្យបងប្អូនបាទបានតាមដានទាំងអស់គ្នាហើយសូមបងប្អូនជួយ comment កែសម្រួលនៅខាងក្រោមផងបាទអូខេបាយបាយជួបគ្នានៅវីដេអូក្រោយបាទ